បើការប៉ះទង្គិចជាមួយកម្ពុជាកើតឡើងជុំទី3វានឹងមិនមែនជាការប្រយុទ្ធគ្នាតូចតាចតាមព្រំដែនទេវាអាចផ្ទុះសង្គ្រាមធំតែម្ដងនេះជាការព្រមានរបស់រដ្ឋមន្ត្រីការពារជាតិថៃលោកអាណុលប៊ុនថាន់ចារ៉ុនតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី8 ខែមេសាឆ្នាំ2026រដ្ឋមន្ត្រីការពារជាតិថៃរូបនេះនិយាយថាការប្រយុទ្ធជុំទី3ត្រូវតែមានការព្រមាននិងត្រៀមជំនឿប្រជាជនស៊ីវិលចេញពីតំបន់គ្រោះថ្នាក់ជាមុនទោះយ៉ាងណាលោកប៊ុនថាន់ចារ៉ុនទាញការយល់ឃើញថាឱកាសនៃការប៉ះទង្គិចគ្នាអាចមានតិចតួចប៉ុន្តែថៃមានផែនការត្រៀមបំរុងរួចរាល់ហើយលោកបានបោះចំណាត់សួរមកកម្ពុជាថាតើកម្ពុជាបានត្រៀមខ្លួនហើយឬនៅដើម្បីប្រយុទ្ធជាមួយនឹងប្រទេសថៃម្ដងទៀតក្នុងទ្រង់ទ្រាយធំរដ្ឋមន្ត្រីរូបនេះព្រមនិយាយថាកម្ពុជាត្រូវពិចារណាឲ្យបានហ្មត់ចត់អំពីរឿងនេះជាមុនសិនគូសម្គាល់ថានេះគឺជាលើកទី2ហើយដែលថៃនិយាយអំពីសង្គ្រាមជុំទី3ជាមួយកម្ពុជាកាលពីថ្ងៃទី24 ខែមីនាមេចារកម្មយោធាថៃលោកធីរ៉ាណាន់នុងតាវាងបានព្រមមានថាការប្រយុទ្ធគ្នាជុំទី3ជាមួយកម្ពុជាអាចផ្ទុះឡើងដោយចោទកម្ពុជាទិញអាវុធពីអឺរ៉ុបខាងកើតនិងសន្សំប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតនៅឆ្នាំ2027ជាហេតុអាចបង្កសង្គ្រាមក៏ប៉ុន្តែការនោះកម្ពុជាបានច្រានចោលហើយបដិញ្ញាប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងចម្បាញ់លោកកិនភៀអ្នកជំនាញវិទ្យាសាស្ត្រនយោបាយយល់ថាថៃបន្តធ្វើសង្គ្រាមចិត្តសាស្ត្រនិងសង្គ្រាមព័ត៌មានដើម្បីបង្កការភ័យខ្លាចនិងការព្រួយបារម្ភក្នុងចំណោមប្រជាពលរដ្ឋខ្មែរជាពិសេសអ្នករស់នៅតាមតំបន់ព្រំដែនហើយថៃមិនដែលបោះបង់ចេតនាចង់បង្កសង្គ្រាមដើម្បីដណ្ដើមទឹកដីរបស់កម្ពុជាឡើយក្នុងការប្រយុទ្ធគ្នានៅខែធ្នូឆ្នាំ2025កម្ពុជាបានបាត់បង់ទីតាំងឈរជើងជាច្រើនកន្លែងនៅខេត្តចំនួន4ដូចជាឧត្តរមានជ័យព្រះវិហារបន្ទាយមានជ័យនិងពោធិ៍សាត់កម្ពុជានាពេលថ្មីៗនេះបានស្នើទៅថៃជាថ្មីម្ដងទៀតឲ្យចូលប្រជុំដើម្បីជជែកពីកិច្ចការងារវាស់វែងព្រំដែនឡើងវិញតែថៃមិនទាន់ឆ្លើយតប